សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកណែនាំរបៀបចោះឈ្មោះបើកអ្នកនៃឡូដេសម្រាប់ធ្វើការបញ្ជាទិញអីវ៉ាន់ពីចិនឬក៏ដឹងជូនអីវ៉ាន់ពីចិនមកខ្មែរអញ្ចឹងជាដំបូងយើងចុចនៅកន្លែងការចោះឈ្មោះបន្ទាប់មកកន្លែងខាងលើនេះគឺយើងបញ្ចូលលេខទូរស័ព្ទរបស់យើងសម្រាប់ការចោះឈ្មោះពេលដែលយើងបញ្ចូលលេខទូរស័ព្ទហើយគឺបងអាចចុចនៅកន្លែងពាក្យទទួលបានកូដផ្ទៀងផ្ទាត់ហើយគេនឹងលោតសារទៅតាម SMSពេលដែលបងទទួលបានសារគឺបងយកមកពេញចូលបន្ទាប់មកកន្លែងអ្នកលក់គឺបងចូលទៅចុចជ្រើសរើស SA 025ពេលដែលបងអូឃើញកន្លែង SA 025បងចុចកន្លែងពាក្យបញ្ជាក់ហើយបងអាចធ្វើការដាក់លេខសម្ងាត់ដើម្បី log in ចូលកន្លែងពីរហ្នឹងគឺលេខសម្ងាត់ដូចគ្នាចឹងបងជួយបំពេញលេខកូដដែលបងងាយស្រួលចាំដាក់ដូចគ្នាហ្មងណាហើយបើផ្នែកពីខាងក្រោមហ្នឹងគឺលេខកូដសម្រាប់ទូទាត់ទឹកប្រាក់អញ្ចឹងគឺបងដាក់លេខកូដ6ខ្ទង់និយាយទៅគឺ2ជួរហ្នឹងគឺដាក់ដូចគ្នាដែរពេលដែលបងដាក់ហើយគឺបងចុចកន្លែងពាក្យបញ្ជាក់ទៅការចុះឈ្មោះរបស់យើងបានជោគជ័យហើយអញ្ចឹងបងអាចបំពេញអាស័យដ្ឋានបងចូលជាមួយនឹងជ្រើសរើសឃ្លាំងដាក់ទំនិញដែលនៅទីតាំងបងបំផុតអញ្ចឹងកន្លែងហ្នឹងគឺមានទាំងឃ្លាំងខេត្តឃ្លាំងភ្នំពេញអញ្ចឹងបងអាចសេចទៅតាមនឹងមើលតាមថាទីតាំងបងទៅចិត្តខាងឃ្លាំងមួយណាជាងហើយបងហើយឃ្លាំងហើយបងពេញអាស័យដ្ឋានចូលមួយទៀតទៅគឺអាចចូលប្រើគណនីលោកដែរបានហើយ